សម្រាប់គ្រួសារខ្ញុំវិញណាប្តីខ្ញុំគឺគាត់ចូលចិត្តណាស់បែបសាច់គោនឹងតែម្ដងជាមួយនឹងត្រីសាច់ជ្រូកសាច់មាន់អីដូចជាបាយមិនសូវបានទេបងប្អូនតែបើសិនជាបានស៊ុបគោចេះបងប្អូនហើយចាហត់បែកញើសខ្ចាយតែម្ដងជម្រាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃហ្នឹងចាដោយសារតែខ្ញុំមកលេងនៅខាងប៉ាសិតបងប្អូនចាទៅពេលដែលជិះមកតាមផ្លូវឃើញគោគេកាប់ល្អពេកបងប្អូនចាអញ្ចឹងក៏ចុះទិញកន្ទុយគោមួយទៅបងប្អូនចាកន្ទុយគោមួយនេះ1គីឡូកន្លះណាបងប្អូនអស់តម្លៃត្រឹមតែ30000ទេហើយអ្នកលក់ហ្នឹងគឺគាត់រោលឲ្យហើយគាត់កាប់ឲ្យស្អាតបែបនេះតែម្ដងយើងទៅដល់អត់បាច់ហត់កាប់ហត់អីទៀតទេបងប្អូនចាពេលដែលទៅដល់ផ្ទះគឺយើងលាងតែទឹកឲ្យស្អាតមកគឺយើងយកវាមកធ្វើតែម្ដងហើយសម្រាប់ការធ្វើស៊ុបគោរបស់ខ្ញុំហ្នឹងបងប្អូនចាពេលដែលខ្ញុំមកដល់ផ្ទះគឺខ្ញុំយកកន្ទុយគោនឹងលាងឲ្យស្អាតហើយគឺខ្ញុំចាប់ផ្ដើមដាំទឹកឲ្យពុះហើយគឺយើងចាប់ផ្ដើមយកមកស្រុះបែបនេះមកបងប្អូនយើងស្រុះឲ្យដើម្បីយើងលាងចេញមកចាលាងចេញម្ដងទៀតវាអស់កតិចឬក៏ឈាមដែលកកខ្មៅហ្នឹងចានេះគឺកញ្ចាក់មកទឹកបែបខាប់បែបនេះអញ្ចឹងគឺយើងលាងម្សៅទៀតមកបងប្អូនពេលដែលលាងស្អាតហើយទើបខ្ញុំចាប់ផ្ដើមទៅបេះល្ហុងបងប្អូនតាមការពិតណាចង់ថតឲ្យឃើញបងប្អូនចង់ថតបង្ហាញបងប្អូនពីសកម្មភាពដែលខ្ញុំទៅបេះល្ហុងនៅកន្លែងដីខ្ញុំដែរតែពេលដែលថតនោះបងប្អូនអត់បានចាប់អារម្មណ៍ទេព្រះស្វាមីរបស់ខ្ញុំហ្នឹងគឺគាត់ដោះអាវទៅពេលអញ្ចឹងអត់ហ៊ានយកមកកាត់ទេបងប្អូនចាខ្លាចជាប់ copyright អីអញ្ចឹងណាចាអញ្ចឹងក៏ថតបែបយកតែសកម្មភាពធ្វើម្ហូបតែម្ដងហើយឥឡូវហ្នឹងចាជាមួយនឹងកន្ទុយគោខ្ញុំក៏ស្រុះឲ្យរួចរាល់ដែរបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមយកគ្រឿងមករំលីងសិនតែមុននឹងរំលីងគឺខ្ញុំចាប់ផ្ដើមយកមកធ្វើបែបនេះសិនណាចាជាដំបូងគឺខ្ញុំមានគល់ស្លឹកគ្រៃគឺគល់ស្លឹកគ្រៃខ្លួនឯងទេកាត់នៅដីដែរចាខ្ទឹមក្រហមទិញគេបន្ទាប់មកខ្ទឹមក្រហមខ្ញុំយកមកពុះមួយជា4ជំរាបបងប្អូនចាតាមក៏ពិតបើសិនជាបងអត់បងប្អូនអត់ពុះវាដាច់ដូចខ្ញុំចេះក៏បានដែរគ្រាន់តែជ្រៀកវាក៏បានដែរបងប្អូនហើយខ្ទឹមបងប្អូនត្រូវប្រើជាមួយនឹងខ្ទឹមក្រហមហើយនឹងខ្ទឹមសយើងនឹងហើយជាមួយនឹងខ្ទឹមបារាំងនឹងតែម្ដងសម្រាប់ខ្ទឹមសគឺខ្ញុំកាត់ក្បាលតែបន្តិចចេញឯងបងប្អូនចាហើយដូចខ្ញុំនិយាយចឹងស៊ុបរបស់យើងគឺអត់មានអីទេបងប្អូនគ្រឿងទេសគឺមានខ្ទឹមសខ្ទឹមក្រហមចាខ្ទឹមបារាំងគល់ស្លឹកគ្រៃស្លឹកក្រូចហើយនឹងរំដេងយើងនឹងតែម្ដងអាហ្នឹងគឺគ្រឿងកាត់ឆ្អាបហើយធ្វើឲ្យឈ្ងុយតែម្ដងបងប្អូនចាហើយសម្រាប់ខ្ទឹមបារាំងបងប្អូនបាច់ពុះដូចខ្ញុំចេះក៏បានដែរបងប្អូនអាចគ្រាន់តែជ្រៀកវាបានហើយសម្រាប់គ្រឿងរបស់ខ្ញុំគឺរួចរាល់បងប្អូនចាបន្ទាប់មកគឺខ្ញុំដាក់ឆ្នាំងឲ្យរៀងក្តៅបន្តិចមកគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងនឹងគោតាមការពិតបងប្អូនបើសិនជាយើងប្រើចក្រានខ្ជុងចាយកវាទៅដុតឲ្យគឺឈ្ងុយតែម្ដងបន្ទាប់មកពេលដែលយើងយកគ្រឿងនឹងមកដាក់ក្នុងស៊ុបបងប្អូនអាចដាក់កាត្រងឬក៏កណាត់អីចងទៅដើម្បីកុំឲ្យវាខ្មៅទឹកស៊ុបរបស់យើងតែខ្ញុំអត់ទេគឺខ្ញុំរំលីងចេះគឺខ្ញុំដាក់ចូលទាំងអស់តែម្ដងបន្ទាប់ពីខ្ញុំរំលីងគ្រឿងនឹងឈ្ងុយឈ្ងប់ហើយទើបខ្ញុំចាប់ផ្ដើមចាក់កន្ទុយគោខ្ញុំចូលរំលីងជាមួយគ្នាឲ្យឈ្ងុយហើយបងប្អូនអាចដាក់គ្រឿងក្រៅក្នុងនឹងបានស្ករប៊ីចេងរ៉ូឌីអីតាមបេះដូងអញ្ចឹងទៅបន្ទាប់មកពេលដែលយើងរំលីងទៅថាឈ្ងុយហើយទើបខ្ញុំចាប់ផ្ដើមដាក់ទឹកពេលដែលដាក់ទឹកហើយគឺខ្ញុំចាប់ផ្ដើមដាក់ថែមអំបិលបន្តិចហើយដាក់ស៊ុបខ្នុរចូលអញ្ចឹងណាបងប្អូនចាហើយរងាស់ទុកចោលទាត់តែសាច់យើងឆ្អិនទៅបងប្អូនចាចូលចិត្តផុយបែបណាបងប្អូនរងាស់បែបហ្នឹងមកហើយសម្រាប់បន្លែស៊ុបចាតាមបេះដូងសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានទឹកការ៉ុតហើយនឹងល្ហុងទេបងប្អូនហើយសម្រាប់ល្ហុងថ្ងៃហ្នឹងគឺទៅបេះបានល្ហុងចាស់ឡើងក្រហមបែបនេះតែម្ដងណាបងប្អូនចាពេលរងាស់សាច់បានមកសន្ទុះហើយទើបខ្ញុំចាប់ផ្ដើមដាក់បន្លែចូលហើយបើសិនជាបងប្អូនចូលចិត្តបែបបន្លែអាលួយឬក៏មិនបងប្អូនដាក់តាមលេខលោកតាមហ្នឹងទៅតែសម្រាប់ខ្ញុំសាច់រៀងពុះបន្តិចហើយទើបខ្ញុំចាប់ផ្ដើមដាក់បន្លែចូលបែបនេះណាបងប្អូនចាពេលដែលដាក់បន្លែចូលមួយសន្ទុះហើយយើងភ្លក់មើលទៅបងប្អូនចាសម្រាប់ស៊ុបតាមបេះដូងចូលចិត្តបែបណាអញ្ចឹងណាពេលដែលស៊ុបរបស់ខ្ញុំឆ្អិនហើយអញ្ចឹងណាបងប្អូនចាគឺខ្ញុំចាប់ផ្ដើមដួសដាក់ខ្ទះដើម្បីយើងដាក់លើចក្រានហើយដើម្បីយើងថែមជាមួយនឹងបន្លែផ្សេងអីអញ្ចឹងទៅសម្រាប់របស់ខ្ញុំថ្ងៃហ្នឹងគឺបន្លែខៀវរបស់ខ្ញុំគឺខ្ញុំមានតែស្ពៃតឿមួយមុខឯណាបងប្អូនចាហើយជាមួយនឹងម្អមហើយនឹងជីនាងវងអីចឹងទៅចាបងប្អូនសម្រាប់ស៊ុបកុំភ្លេចឲ្យសោះជាមួយនឹងខ្ទឹមបំពងគឺបន្ថែមក្លិនឲ្យកាន់តែឈ្ងុយឈ្ងប់តែម្ដងចាហើយសម្រាប់ស៊ុបរបស់ខ្ញុំគឺរួចរាល់ហើយអរគុណសម្រាប់បងប្អូនទស្សនាចាជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ